ក្មេងទំនើងចំនួន11នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបនិងឃាត់ខ្លួនបន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺដោយអនុវត្តតាមគោលការណ៍ដឹកនាំយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងមានការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិតជាមច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុតរបស់លោកឧត្តមសេនីយ៍ត្រីមេងស្រុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង 1:00 នាទីយប់នាថ្ងៃទី28 ខែមិថុនាឆ្នាំ2026កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានធ្វើការបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងបានជាបន្តបន្ទាប់ចំនួន11នាក់បន្ទាប់ពីពួកក្មេងទំនើងទាំងនេះបានធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺវិធានការក្តៅគគុកនេះធ្វើឡើងនៅត្រង់ចំណុចខាងលិចវត្តមរុំខាងជើងស្ថិតនៅភូមិទួលគោកសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺដោយឃាត់ខ្លួនបានចំនួន7នាក់ដែលក្មេងទំនើងទី1មានឈ្មោះទេមទឹមភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី2ឈ្មោះអែមសំណាងភេទប្រុសអាយុ21ឆ្នាំមុខរបរកម្មកររោងចក្រទី3ឈ្មោះឃ្លាំងឡាយហៀងភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី4ឈ្មោះខឿមសំណាងភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី5ឈ្មោះយុនធាវិតភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី6ឈ្មោះគង់គីមីតភេទប្រុសអាយុ21ឆ្នាំមុខរបរកម្មកររោងចក្រនិងទី7ឈ្មោះខឿនមករាភេទប្រុសអាយុ23ឆ្នាំមុខរបរកម្មកររោងចក្រក្រោយបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រីមេងស្រុននៅវេលាម៉ោង 1:10 នាទីយប់នាថ្ងៃខែឆ្នាំដដែលនេះកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តឃាត់ខ្លួនក្មេងទំនើងបានចំនួន4នាក់បន្ថែមទៀតបន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូបង្អួតសម្ញែងយ៉ាងអនាធិបតេយ្យនៅចំណុចផ្លូវជាតិលេខ105ស្ថិតនៅភូមិទួលគោកសង្កាត់ស្វាយក្រវ៉ាន់ក្រុងច្បារមនខេត្តកំពង់ស្ពឺដែលជាហេតុបង្កឲ្យមានភាពរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ធ្វើឲ្យប៉ះពាល់និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋជុំវិញក្មេងទំនើងទី1មានឈ្មោះអនលេងភេទប្រុសអាយុ20ឆ្នាំមុខរបរកម្មកររោងចក្រទី2ឈ្មោះពយបារាំងភេទប្រុសអាយុ16ឆ្នាំមុខរបរកម្មករផ្សារដែកទី3ឈ្មោះរ៉េតរីភេទប្រុសអាយុ17ឆ្នាំមុខរបរកម្មករផ្សារដែកនិងទី4ឈ្មោះខាត់កុសលភេទប្រុសអាយុ19ឆ្នាំមុខរបរមិនពិតប្រាកដក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងជំនាញកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងបានរួមមានម៉ូតូចំនួន5គ្រឿងម៉ាក Honda Dream ពណ៌សឆ្នាំ2022ផ្លាកលេខកំពង់ស្ពឺ 1W4664 ម៉ាក Honda Dream ពណ៌ខ្មៅឆ្នាំ2025ពាក់ផ្លាកលេខភ្នំពេញ 1LL5214 ម៉ាក Honda Dream ពណ៌ខ្មៅឆ្នាំ2026ផ្លាកលេខភ្នំពេញ 1MH7206 ម៉ាក Honda Dream ពណ៌ខ្មៅឆ្នាំ2025ពាក់ផ្លាកលេខកំពង់ស្ពឺ 1Z4834 ម៉ាក Nick Cross ពណ៌ខ្មៅឆ្នាំ2026ពាក់ផ្លាកលេខកំពង់ស្ពឺ 1AC7460 ទូរស័ព្ទចំនួន7គ្រឿងម៉ាក iPhone ចំនួន6គ្រឿងម៉ាក Infinix 1គ្រឿងបច្ចុប្បន្នក្មេងទំនើងទាំងនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺយកមកអប់រំណែនាំនិងធ្វើកិច្ចសន្យាចំពោះមុខម្ដាយឪពុកនិងអាណាព្យាបាលដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារព្រមទាំងបង្កឲ្យមានការភ័យខ្លាចដល់អ្នកជុំវិញខ្លួនបង្កភាពអនាធិបតេយ្យក្នុងសង្គមចំណែកម៉ូតូវិញត្រូវបានដកហូតយកទៅរក្សាទុករយៈពេល3ខែនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ